គឺប្រជាពលរដ្ឋគឺជាម្ចាស់ផ្ទៃម្ចាស់អំណាចប្រជាពលរដ្ឋគឺជាគេថាត្រូវតែខ្លាំងណាចាព្រោះអីព្រោះយើងជាម្ចាស់ទឹកម្ចាស់ដីម្ចាស់អំណាចហើយបើសិនជាយើងមិនប្រើសិទ្ធិរបស់យើងជាម្ចាស់ទឹកម្ចាស់ដីម្ចាស់អំណាចទេគឺអ្នកបម្រើយើងចាឬក៏ជនប្រជាពិធហ្នឹងចានឹងអាចកេងបន្លំយើងហើយព្រោះអីក្នុងនាមយើងជាម្ចាស់ប្រទេសអញ្ចឹងយើងត្រូវតែខ្លាំងយើងត្រូវតែរឹងមាំចាអញ្ចឹងចំពោះខ្ញុំដែលជាពលរដ្ឋម្នាក់ដែលធ្លាប់ជួបចាឆ្លងកាត់នៅភាពអយុត្តិធម៌ចាក្នុងសង្គមចាគឺខ្ញុំបានយល់ឃើញថាការដែលយើងរងគ្រោះការដែលយើងមានបញ្ហានៅក្នុងប្រទេសជាតិយើងចាបន្តមកនេះគឺដោយសារតែយើងជាពលរដ្ឋចាมันមានភាពខ្លាំងចាយើងជាពលរដ្ឋខ្សោយចាយើងជាពលរដ្ឋមិនគិតពីរឿងប្រទេសជាតិជាធំគឺយើងច្រើនតែគិតតែរឿងគ្រួសារខ្លួនឯងហើយយើងតែងតែគិតបន្ទាបខ្លួនឯងថាខ្លួនឯងជាពលរដ្ឋមិនមានសិទ្ធិមិនមានអីអញ្ចឹងណាចាអញ្ចឹងបងប្អូនខ្ញុំសូមរំលឹកបងប្អូនថាក្រោយពីខ្ញុំបានសិក្សាស្វែងយល់អំពីច្បាប់សន្ធិសញ្ញាទីក្រុងប៉ារីសនិងច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កម្ពុជារបស់ជាតិយើងចាគឺខ្ញុំមើលឃើញថាយើងជាពលរដ្ឋគឺមានអំណាចណាចាយើងជាពលរដ្ឋគេហៅថាគេបញ្ជាក់ច្បាស់លាស់នៅក្នុងច្បាប់ហ្នឹងណាចាគឺយើងជាពលរដ្ឋមានកាតព្វកិច្ចចាក្នុងដើរតួជាម្ចាស់ប្រទេសយើងមិនមែនជាពលរដ្ឋដែលអត់មានអំណាចទេតាមមិនអាចធ្វើអ្វីបានទេគឺតាមពិតគឺយើងមានអំណាចគឺយើងអាចធ្វើបានយើងអាចការពារប្រទេសជាតិរបស់យើងបានដោយតាមរយៈច្បាប់អញ្ចឹងបងប្អូនខ្ញុំនៅតែក្រើនរំលឹកដល់បងប្អូនថាបើសិនជាយើងចង់ដឹងពីកាតព្វកិច្ចរបស់ថ្នាក់ដឹកនាំនិងកាតព្វកិច្ចរបស់យើងដែលជាពលរដ្ឋដែលជាម្ចាស់ប្រទេសគឺយើងត្រូវតែអានច្បាប់ចាស់សិទ្ធិរដ្ឋធម្មនុញ្ញដែលជាច្បាប់កម្ពុជារបស់ជាតិដែលកើតចេញពីច្បាប់សន្ធិសញ្ញាទីក្រុងប៉ារីស$23ហ្នឹងចាអញ្ចឹងបងប្អូនយើងមើលទៅលើបើយើងចង់ដឹងពីកាតព្វកិច្ចខ្លួនយើងត្រូវអាននៅជំពូកទី3ចាដែលមានមាត្រាទី31ដល់មាត្រាទី50ចាអញ្ចឹងយើងគេហៅករណីកិច្ចរបស់ប្រជាពលរដ្ឋហ្នឹងចាយ៉ាងម៉េចខ្លះយើងអានទៅយើងនឹងដឹងហើយពីករណីកិច្ចរបស់យើងហើយថ្នាក់ដឹកនាំចាជំពូកទី4ដែលគាត់មានកាតព្វកិច្ចបែបម៉េចចាគឺបំរើពលរដ្ឋដោយស្មោះត្រង់យ៉ាងម៉េចចាហើយថ្នាក់ដឹកនាំទាំងអស់ចាគឺមុននឹងចូលកាន់តំណែងគឺស្បត់សច្ចាប្រណិធានបែបម៉េចចាការពារទឹកដីបូជាដល់ជីវិតចាត្រូវស្មោះត្រង់នឹងប្រជាពលរដ្ឋព្រោះថាប្រជាពលរដ្ឋជាម្ចាស់ប្រទេសម្ចាស់អំណាចតែយើងឃើញជាក់ស្ដែងឯសប្តាហ៍ថ្ងៃគឺថ្នាក់ដឹកនាំគឺគាត់អត់បានមានភាពស្មោះត្រង់នឹងពលរដ្ឋទេដូចបងប្អូនសម្ព័ន្ធលើកឡើងនឹងភាពលើកឡើងវិញអញ្ចឹងគឺថ្នាក់ដឹកនាំយើងបែរជាបិទបាំងចាលាក់កំបាំងនឹងពលរដ្ឋខ្លួនឯងចាបំផិតបំភ័យពលរដ្ឋខ្លួនឯងមិនឲ្យនិយាយអំពីសង្គមបំផិតបំភ័យពលរដ្ឋមិនឲ្យចូលរួមធ្វើនយោបាយចាអញ្ចឹងបងប្អូនយើងត្រូវដឹងថាយើងជាម្ចាស់ប្រទេសម្ចាស់ប្រទេសម្ចាស់អំណាចគឺយើងអត់ត្រូវឲ្យអ្នកបម្រើយើងមកបំផិតបំភ័យបន្លំយើងទេអញ្ចឹងយើងត្រូវតែស្គាល់ខ្លួនយើងឲ្យច្បាស់ថាខ្លួនយើងជាម្ចាស់ប្រទេសចាពលរដ្ឋក្នុងម្នាក់ឡើងទៅចាទាំង3ភេទចាមិនមែនតែប្រុសនិងស្រីគឺភេទទី3ក៏មានកាតព្វកិច្ចមានសិទ្ធិដូចគ្នាដែរព្រោះឥឡូវគេគាំពៀចាអ្នកភេទទី3ហ្នឹងចាអញ្ចឹងយើងមានសិទ្ធិមានកាតព្វកិច្ចជាម្ចាស់ប្រទេសម្ចាស់អំណាចទាំងអស់អញ្ចឹងយើងត្រូវតែខ្លាំងចាបងប្អូនខ្លាំងនៅយ៉ាងម៉េចគឺយើងទី1យើងត្រូវតែសិក្សាស្វែងយល់អំពីច្បាប់ចាឲ្យច្បាស់លាស់ឲ្យដឹងពីកាតព្វកិច្ចរបស់យើងជាពលរដ្ឋឲ្យដឹងពីកាតព្វកិច្ចរបស់ថ្នាក់ដឹកនាំជាតិហើយក៏ឲ្យដឹងពីកាតព្វកិច្ចរបស់ថ្នាក់ដឹកនាំអន្តរជាតិដែរព្រោះអីព្រោះថាប្រទេសយើងគឺចំណុះឲ្យអង្គការសហប្រជាជាតិចាប្រទេសដែលចំណុះអង្គការសហប្រជាជាតិវាមាន192 193ប្រទេសចាអញ្ចឹងយើងប្រៀបបានដូចជាយើងមានសាច់ញាតិបងប្អូន192 93ប្រទេសហ្នឹងចាអញ្ចឹងយើងត្រូវតែឲ្យដឹងពីកាតព្វកិច្ចរបស់ថ្នាក់ដឹកនាំអន្តរជាតិផងដែរចាតើពួកគាត់មានកាតព្វកិច្ចបែបម៉េចចាខ្លះចាចំពោះដល់កម្ពុជាយើងណាអញ្ចឹងបើយើងចង់ដឹងពីកាតព្វកិច្ចរបស់អន្តរជាតិយើងត្រូវតែសិក្សាអំពីច្បាប់សន្ធិសញ្ញាទីក្រុងប៉ារីស$231991បងប្អូននឹងដឹងពីកាតព្វកិច្ចរបស់ថ្នាក់ដឹកនាំអន្តរជាតិចាមានអីគឺមានអង្គការ UNHCR ចាបងប្អូនយើងដឹងហើយដែលស្ថាប័នកម្ពុជារបស់អន្តរជាតិចាគាត់មានទំនួលខុសត្រូវយ៉ាងម៉េចខ្លះចាហើយមហាអំណាចទាំង5ចាបងប្អូនគាត់គេហៅថាក្រុមប្រឹក្សាអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិចាគឺគាត់មានតួនាទីអីគឺគាត់ការពារពិភពលោកចាអញ្ចឹងឥឡូវយើងឃើញឲ្យថ្មីចាក្តៅកំពុងតែខាងBI ចាដែលគាត់ចុះមកចាគេថាអ្នករាយការណ៍ពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិនឹងចុះមកដល់កម្ពុជាយើងហើយចាព្រោះអីព្រោះថាគេមិនទុកឲ្យកម្ពុជាយើងចារងគ្រោះកណ្ដាលកណ្ដែងបែបហ្នឹងទេគឺវាត្រូវតែចុះមកបោះសម្អាតរៀបចំចាទៅដល់សិទ្ធិឲ្យពលរដ្ឋយើងអញ្ចឹងវាជាឱកាសល្អមួយសម្រាប់យើងជាពលរដ្ឋខ្មែរចាយើងត្រូវតែចូលរួមសកម្មភាពចាអ្វីណាដែលយើងអាចជួយបានយើងអាចរាយការណ៍បានទៅដល់អ្នករាយការណ៍ពិសេសចាដែលខាងBI ហ្នឹងចាគឺយើងត្រូវតែបង្ហាញផុសតាងយើងត្រូវតែនិយាយអំពីការពិតដែលយើងប្រឈមអ្វីខ្លះទៅដល់អគ្គលេខាធិការចាអង្គការសហជាតិឬក៏យើងត្រូវតែរាយការណ៍ទៅដល់បណ្ដាទូតនានាដែលនៅប្រចាំក្នុងប្រទេសកម្ពុជាយើងបងប្អូនយើងដឹងហើយមាន
ប្រទេសបារាំងប្រទេសរុស្ស៊ីចាដែលជាសហប្រធានចាគឺសំខាន់ខ្លាំងហើយនឹងមហាអំណាចទាំង5តែមានអីបងប្អូនចាគឺមានចិនបារាំងចក្រភពអង់គ្លេសអាមេរិកចារុស្ស៊ីចាអញ្ចឹងមហាអំណាចទាំង5ហ្នឹងក៏យើងត្រូវតែរីកាយើងត្រូវតែស្នើព្រោះថាជាកាតព្វកិច្ចរបស់ពួកគាត់ដែលត្រូវតែការពារកម្ពុជាមិនឲ្យកម្ពុជាវិលទៅរកសង្គ្រាមប្រល័យពូជសាសន៍មិនឲ្យកម្ពុជាមានការរំលោភសិទ្ធិមនុស្សរំលោភដែនដីទេចាគឺការពារដោយច្បាប់ហើយបងប្អូនត្រូវដឹងថាគេបញ្ជាក់នឹងច្បាប់សន្ធិសញ្ញាហ្នឹងចាគេបញ្ជាក់ថាម្ចាស់ហត្ថលេខីទាំងអស់ហ្នឹងចាគឺគាត់មានកាតព្វកិច្ចក្នុងការបើមើលឃើញកម្ពុជាមានការរំលោភសិទ្ធិមនុស្សឬរំលោភដែនអធិបតេយ្យហ្នឹងគឺពួកគាត់មានកាតព្វកិច្ចក្នុងការស្នើទៅអង្គការសហប្រជាជាតិស្នើទៅសហភាពទាំងពីរស្នើទៅមហាអំណាចទាំង5ដើម្បីឲ្យដោះស្រាយរាល់ការរំលោភនៅកម្ពុជាដោយសន្តិវិធីយោងទៅតាមមាត្រាទី33នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនិងយោងទៅតាមច្បាប់អន្តរជាតិដែលទាក់ទិនអញ្ចឹងវាសំខាន់ណាស់បងប្អូនអញ្ចឹងពេលនេះគឺជាឱកាសយើងហើយចាបងប្អូនយើងជាពលរដ្ឋខ្មែរគ្រប់ទិសទីចានិងពលរដ្ឋនៅក្នុងប្រទេសយើងត្រូវតែចូលរួមសហការជាមួយនឹងលោកអគ្គអ្នករាយការណ៍ពិសេសរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិនឹងហើយនឹងបណ្ដាទូតនានាចាឲ្យគៀកកាត់មែនតែនចាទី1គឺយើងថ្លែងអំណរគុណដល់គាត់ទី2យើងស្នើដោយទៅទូចឲ្យពួកគាត់ជួយជួយអន្តរាគមន៍ដោះស្រាយរាល់ចំនួនចាមិនថាកម្ពុជារំលោភសិទ្ធិពលរដ្ឋខ្លួនឯងទេមិនថាប្រទេសជិតខាងមករំលោភដែនអធិបតេយ្យភាពទេគឺយើងត្រូវតែស្នើឲ្យមានដំណោះស្រាយឲ្យមានការអនុវត្តតាមច្បាប់សន្ធិសញ្ញាទីក្រុងប៉ារីសជាដាច់ខាតព្រោះថាពួកគាត់បានសន្យាចាច្បាស់លាស់អញ្ចឹងដូច្នេះគឺយើងត្រូវតែឲ្យពួកគាត់ធ្វើតាមការសន្យាអញ្ចឹងវាជារឿងមួយដ៏ល្អបំផុតចាបងប្អូនអន្តរជាតិដែលគាត់បានសន្យាចាគឺគាត់សន្យាក្នុងនាមតំណាងឲ្យប្រទេសក្នុងនាមតំណាងឲ្យមហាអំណាចក្នុងនាមតំណាងឲ្យអង្គការ UNHCR ដែលជាស្ថាប័នកម្ពុជារបស់អន្តរជាតិអញ្ចឹងវាជាកាតព្វកិច្ចមួយដែលល្អបំផុតដែលយើងជាពលរដ្ឋដែលជាម្ចាស់ប្រទេសម្ចាស់សម័យនេះយើងរងគ្រោះនេះយើងត្រូវតែក្លាហានក្នុងការស្នើឲ្យពួកគាត់គោរពស្នើក្លាហានក្នុងការស្នើឲ្យច្បាប់នេះអនុវត្តឲ្យពេញលេញហើយបងប្អូនត្រូវដឹងថាពេលដែលច្បាប់នេះអនុវត្តពេញលេញហើយចាគឺយើងជាពលរដ្ឋនេះចាគឺយើងមានអំណាចពេញទីគឺយើងអាចស្ដារប្រទេសយើងឲ្យសបោសបាយរុងរឿងដូចសម័យអង្គរជាក់ជាមិនខានព្រោះអីព្រោះថាបរទេសទាំងអស់នោះគឺគាត់សន្យាច្បាស់លាស់ថាគាត់មិនរំលោភដែនអធិបតេយ្យភាពកម្ពុជាទេចាហើយនៅមាត្រាកន្លែងដែនអធិបតេយ្យភាពមិនអាចរកបានដែលថាឯកសារក្របខ័ណ្ឌទី2ចានៅមាត្រាទី1ចំណុចខគេបានសន្យាច្បាស់ណាស់ថាសន្ធិសញ្ញាទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ធ្វើឲ្យបាត់បង់ទឹកដីកម្ពុជាគឺត្រូវបញ្ចប់ត្រូវលុបចោលចាអញ្ចឹងយើងដឹងហើយថាទឹកដីកម្ពុជាយើងនៅណាចានៅវៀតណាមគ្រប់គ្រងមិនខេតបងប្អូនកម្ពុជាក្រោមហើយកម្ពុជាលើចាថៃគ្រប់គ្រងមិនគឺត្រូវតែបកគលមកឲ្យកម្ពុជាវិញតាមរយៈច្បាប់ហ្នឹងចាអញ្ចឹងបើច្បាប់នេះអនុវត្តពេញលេញគឺយើងបានទឹកដីរបស់យើងមកវិញហើយយើងបានទាំងការប្រទេសទាំងអស់ដែលមាន192 93ប្រទេសគឺគាត់សន្យាឲ្យថានឹងជួយដល់កម្ពុជាចាតាមរយៈស្ដារនឹងការកសាងប្រទេសកម្ពុជានឹងជាសប្បុរសចាហើយអត់មានស្លាប់ស្រីទេចាអញ្ចឹងរឿងនេះវាជាល្អមែនតើបងប្អូនអញ្ចឹងខ្ញុំសូមទទូចទៅដល់បងប្អូនគ្រប់ទិសទីចាយើងត្រូវតែចេះធ្វើកិច្ចការទូតយើងត្រូវចេះធ្វើកិច្ចការសង្គមយើងត្រូវចូលបាទអរគុណលោកចេះឥឡូវដែលមុននឹងឆ្លងដល់ធម្មប្រព័ន្ធសូមបន្ថែមទីមើលចុះឥឡូវដែលកន្លងផុតមកនេះយើងឃើញថានៃការប្តឹងផ្ដាល់អីហ្នឹងដែលខាងដែលអង្គការ$23ក្រៅរដ្ឋាភិបាលហ្នឹងក៏ត្រូវបានមានការកោះហៅពីICJ ដើម្បីចូលខ្លួនមកធ្វើកិច្ចការរឿងបញ្ហាប្តឹងផ្ដាល់ជាដើមហ្នឹងតើនេះជាវាជាចំណុចមួយជាមានមួយដែរឬទេឬក៏យ៉ាងម៉េចទៀតដែលបងប្អូនមានអីបន្ថែមលើបញ្ហាទេតើវាជាអំណាចគ្រប់គ្រាន់ក្នុងការតវ៉ាឬបញ្ហាទឹកដីដែរឬទេឬក៏ពាក់ព័ន្ធទៅលើរឿងផ្សេងទៀតយើងគិតថាតើអ្វីអាចធ្វើបានដើម្បីជួយលើបញ្ហាហ្នឹងដើម្បីចំណុចវិជ្ជមានដល់កម្ពុជាតើបងប្អូនអាចមើលឃើញចំណុចណាដែលល្អជួយដល់បងប្អូនជាងទេនៅពេលដែលមានការប្តឹងផ្ដាល់ដែលមាន$23នេះបាទសូមជួយថែចាការដែលលោកប្រធានសំរងស៊ីដែលគាត់បានបង្កើតរដ្ឋាភិបាលសម័យក្រៅប្រទេសដែលគាត់ដាក់ឈ្មោះថា$23ចាហើយគាត់ក៏បានប្តឹងចាមិនថាខាងតុលាការគេក៏កោះហៅចាគាត់ប្តឹងពីប្រទេសថៃដែលរំលោភទឹកដីកម្ពុជាចាវាជារឿងមួយល្អបំផុតចាបងប្អូនវាជាសញ្ញាដែលគេហៅថាគេហៅសញ្ញាពន្លឺនៃភាពយុត្តិធម៌ចាដែលមានជាបន្តហើយចាហើយយើងក៏មិនតែប្តឹងតែប្រទេសថៃទេព្រោះយើងដឹងហើយថាការរំលោភដែនអធិបតេយ្យភាពយើងគឺមានទាំងវៀតណាមចាហើយមានទាំងចិនដែលជាមហាអំណាចដែលគាត់មកកងត្រាដីចាយ៉ាងម៉េចយ៉ាងម៉ាបងប្អូនយើងដឹងហើយមកអភិវឌ្ឍមកឲ្យកម្ពុជាយើងខ្ចីលុយយ៉ាងម៉េចហើយមកបង្កឲ្យមានអសន្តិសុខសង្គ្រាមមិន scam និង scam អនឡាញអីហ្នឹងបងប្អូនអញ្ចឹងយើងអាការដែលខាងរដ្ឋាភិបាល$23ប្តឹងចាវាជារឿងមួយល្អបំផុតដែលមានការទទួលស្គាល់បានកោះហៅហ្នឹងតែយើងជាពលរដ្ឋគឺយើងអត់ត្រូវទុកឲ្យតែរដ្ឋាភិបាល$23គាត់ធ្វើសកម្មភាពតែមកក្រុមនឹងទេគឺយើងជាពលរដ្ឋយើងត្រូវតែចូលរួមទាំងអស់គ្នាអ្វីដែលយើងអាចធ្វើបានទី1គឺយើងអាចគ្រប់គ្រងរដ្ឋាភិបាល$23តាមសិទ្ធិរបស់យើងដែលយើងចង់ជួយព្រោះថាលទ្ធិប្រជាធិបតេយ្យ
សេរីពហុបកយើងមានសិទ្ធិចាក្នុងការចូលរួមធ្វើជីវចូលរួមជីវភាពនយោបាយគ្រប់និន្នាការគណៈបកចាវាជាសិទ្ធិរបស់យើងចាហើយបើយើងចង់ធ្វើកិច្ចការទូតចាជាឯកជនភាពចាជាយើងដំណាក់ដែលយើងជាពលរដ្ឋក៏រឹតតែល្អចាគឺយើងបន្ថែមនៃការចូលរួមចាអញ្ចឹងសូមឲ្យបងប្អូនខ្មែរទាំងអស់ត្រូវស្គាល់ខ្លួនឯងច្បាស់ថាយើងគឺជាម្ចាស់ប្រទេសម្ចាស់អំណាចយើងធ្វើបានគ្រប់យើងចង់គ្រប់គ្រងគណៈនិន្នាការបកណាក៏បានដែរឲ្យតែយើងគិតថានិន្នាការបកនោះគឺគាត់ធ្វើដើម្បីប្រទេសជាតិចាចាអញ្ចឹងយើងអាចចូលរួមគ្រប់និន្នាការគណៈបកណាដែលយើងគិតថាគាត់អនុវត្តតាមច្បាប់ចាធ្វើទៅដើម្បីប្រយោជន៍ប្រទេសជាតិពិតហើយគឺយើងមានសិទ្ធិក្នុងការយើងធ្វើខ្លួនឯងក្នុងនាមជាពលរដ្ឋព្រោះថាយើងត្រូវគេហៅថាចូលរួមធ្វើយ៉ាងណាឲ្យឆាប់មានដំណោះស្រាយកាន់តែឆាប់កាន់តែល្អចាធ្វើយ៉ាងណាឲ្យច្បាប់សិទ្ធិសញ្ញាទីក្រុងប៉ារីសឆាប់អនុវត្តគឺកាន់តែល្អមែនទែនចាអញ្ចឹងជាកំណត់របស់ខ្ញុំគឺបែបហ្នឹងចាសូមប៉ុណ្ណឹងអរគុណហ្នឹងហើយអូខេអរគុណច្រើននួនឥឡូវយើងបែរមកឆន្ទភ័ណ្ឌម្ដងយុវជនដល់ឆ្នាំតែបាទចេញមតិជូនបងប្អូនយើងឆន្ទភ័ណ្ឌបងប្អូនឃើញហើយថាដែលថៃដែលជាតរលោកបំពេញលើកម្ពុជាហ្នឹងហើយតែងតែយកលេសហើយដែលឆ្លើយតបទៅអង្គការសហជីវជាតិថាថៃហ្នឹងគឺគេមិនលុបពៀនកម្ពុជាទេគឺគេវាយគេតាមកំទេច scam ដែលកំពុងកើតហើយទន្ទឹមហ្នឹងនឹងឲ្យថាកម្ពុជាគេខ្លាចទៅជា Cambodia scammer ណាគឺជាអ្នក scam ដ៏ធំកម្ពុជាតែម្ដងណាដែលថៃវាទៅថៃយកដែលចំណុច scam នេះជាគោលយកជាចំណុចទិសដៅធំក្នុងការបំបែកដានក្នុងការលាតត្របាក់ទឹកដីកម្ពុជាយើងបាទអញ្ចឹងហើយនេះជាចំណុចមួយដែលយើងព្រួយបារម្ភហើយសប្តាហ៍នេះកម្ពុជាយើងក៏មិនបានមានការឆ្លើយតបទៅនឹងថៃទេរាល់ទាំងមើលដូចឆន្ទភ័ណ្ឌលើកឡើងហើយគឺថាដែលជាង73ចំណុច3កន្លែងដែលបានថៃគាត់យកជាដើមហ្នឹងហើយឥឡូវហើយយើងក៏ដែលឃើញរដ្ឋាភិបាលមានចំណាត់ការណាមួយដែលអាចឲ្យប្រជាពលរដ្ឋយើងជឿជាក់បានទេបាទមានតែការបំបែកដានជាហោហែប៉ុន្តែជារឿងល្អដែរដែលបងប្អូនយើងនៅក្រៅប្រទេសដែលជាពិសេសយើងឃើញថាអ្នកដែលមានចិត្តអាណិតដល់ជាតិអ្នកស្រឡាញ់ជាតិបតៃអ្នកដែលស្រឡាញ់សិទ្ធិសេរីភាពអញ្ចឹងខ្ញុំមិនចង់និយាយថាវាជាសិទ្ធិនៃអង្គការការរដ្ឋាភិបាល$23អីកុំស្ត្រីអីចឹងទៅវាហាក់បីដូចជាចែកញែកគ្នាខ្មែរមិនមែនខ្មែរបាទគឺខ្ញុំចង់និយាយថាបងប្អូនយើងដែលជាអ្នកស្រឡាញ់សេរីភាពស្រឡាញ់ជាតិបតៃស្រឡាញ់ទឹកដីបាទអញ្ចឹងអ្នកនៅក្រៅប្រទេសដែលអ្នកស្រឡាញ់ទឹកដីអ្នកស្រឡាញ់គេដូនតាអ្នកស្រឡាញ់ដែលនៅជីវិតដែលបងប្អូនយើងកំពុងវេទនារងគ្រោះបាទអញ្ចឹងក្នុងរួមចំណែកហ្នឹងក៏មានក្រមស្ត្រីនៅក្នុងដែលអង្គការ$20ដែលមានក្រមមន្ត្រីស្ត្រីខាងក្រសួងដែលក្រសួងការបរទេសការរដ្ឋាភិបាលហ្នឹងគឺមានដូចជាអ្នកស្រីកំហ៊ុននៃយន្តកំហ៊ុនអីហ្នឹងបាទគាត់ខំប្រឹងប្រែងដើម្បីឲ្យឆ្លើយតបទៅអ្វីដែលទង្វើដែលលោកហ៊ុនសែនហ្នឹងគាត់មិនបានដោះស្រាយជូនដែលនៅទង្វើដែលគេចោទប្រកាន់យ៉ាងធ្ងន់ធ្ងរក្នុងនាមខ្មែរមកទទួលបានគឺប្រទេសកម្ពុជា scammer ហ្នឹងណាគឺប្រទេសជាអ្នកដែលចាត់ចម្រិតអ្នកដែលបាទធ្វើអំពើទាំងអស់ហ្នឹងអញ្ចឹងវាអាក្រក់ណាស់វាអាក្រក់សម្រាប់ពូជសាសន៍យើងជាតិយើងខ្មែរយើងទាំងអស់គ្នាប៉ុន្តែនៅពេលនេះយើងឃើញថាដែលការប្រឹងប្រែងរបស់ដែលស្ត្រីក្រមស្ត្រី$23ជារដ្ឋគេតែងតាំងជារដ្ឋាភិបាលក្រៅប្រទេសខាងផ្នែកកិច្ចការបរទេសហ្នឹងក៏ត្រូវបានហាក់បីដូចជាអំណោយផលខ្លះដែលយើងឃើញថាបានរុញច្រានឲ្យដែលមានយើងឃើញមានថាចំណាត់ការទៅលើ scammer កាន់តែខ្លាំងឡើងរហូតដល់មានដល់រហូតដល់យើងឃើញថាដែលមានអ្នកដែលទូតអាមេរិកប្រចាំដែលឡើងថ្មីប្រចាំការប្រទេសកម្ពុជានឹងសិតតែបានស្បត់សច្ចាប្រាជ្ញានឹងដែលប្រកបចាត់ scam ឲ្យបានដើម្បីជូនដល់ជនជាតិអាមេរិកដែលកំពុងរងគ្រោះដែលត្រូវបានឆបោកទឹកប្រាក់បាទរាប់ពាន់លានជាដើមហ្នឹងទៅឥឡូវហ្នឹងរហូតដល់តមកនេះក៏យើងឃើញថាមានទាំងពីដែលមេដឹកនាំ FBI លោកក៏ចុះមកទៀតហើយខំលោកប្រឹងប្រែងថាដើម្បីប្រយោជន៍អាមេរិកដែលកំពុងរងគ្រោះអីជាដើមហ្នឹងចុះមកហោហែបាទវាហើយនឹងមានតំណាងអន្តរជាតិមកជាមួយផងដែរវាហាក់បីដូចជាយកចិត្តទុកដាក់ខ្លាំងមែនទែនបាទខ្លាំងមែនទែនទៅលើរឿងពាក់ព័ន្ធរឿង scam នេះអញ្ចឹងបងប្អូនសុភ័ណ្ឌក្នុងនាមបងប្អូនជាអ្នកដែលឈឺចិត្តបុកឈឺចាប់នៅអ្វីដែលហ៊ុនសែនមិនព្រមដោះស្រាយតើនៅពេលនេះនៅពេលមានដែលមានយើងឃើញនៅមានទាំងស្ថានទូតអមេរិកដែលបានលះបង់ថានឹងកម្ចាត់ scam ហើយយើងក៏ឃើញនៅមានដែលប្រធាននៃ FBI ហ្នឹងគាត់មកបញ្ជាក់ប្រាប់ច្បាស់ដល់លោកកម្ពុជាហ្នឹងឲ្យចូលរួមសហការកម្ចាត់ scam ជាដាច់ខាតជាដើមហ្នឹងតើបងអូនអាចមានទំនុកចិត្តខ្លះទេហើយអាចជួយស្វែងខ្លះទេនៅពេលដែលមានដែលម្នាក់មកប្រទេសមហាអំណាចលោកដៃចូលរឿងបញ្ហានេះតើបងអូនមើលឃើញយ៉ាងណាដែរតើលទ្ធផលតើវានឹងអាចទទួលបាននៅផលវិជ្ជមានអេស្រាប់ប្រជាជនខ្មែរទេឬយ៉ាងណាដែរបងអូនសន្តិពលសូមអញ្ជើញបាទនឹងជម្រាបសួរបងភាពនឹងបងនួនឿនបងទៀតហើយសូមគោរពជម្រាបសួរពុកម៉ែបងប្អូនចូលរួមជាតិបាទប្រហែលថ្ងៃនេះបងខ្ញុំឃើញខាងអន្តរជាតិគេចុះទៅខាង FBI ជាទូតអីនានានឹងខាងអ្នកសារព័ត៌មានអ្វីចុះទៅទិភាលោកហ៊ុនម៉ាណែតអីហ្នឹងគឺ
ខ្ញុំពិតជាក្នុងនាមយើងជាឈាមខ្មែរម្នាក់ដែលគេចូលទៅឈឺឆ្អាលរឿងសង្គមជាតិយើងនឹងគឺមានការត្រេកអរណាស់បាទចំពោះរូបខ្ញុំណាបាទអញ្ចឹងហើយដូចបងលើកឡើងសួរពីរឿងពាក់ព័ន្ធដែលចាត់ streamer ដូចពាក់ព័ន្ធនឹងថៃនឹងចោសៀមអីក៏យល់ដែរប្រកាសខ្មែរនឹងក៏ខ្ញុំមើលឃើញកន្លងមកយើងដឹងហើយប្រវត្តិសាសយួននឹងចោសៀមនេះគឺគេចង់លេបតបាក់ទឹកដីយើងពីយូរណាស់មកហើយអញ្ចឹងហើយក្នុងឱកាសដែលដោយសារខ្មែរយើងវារបីទឺអារឿង scammer ក្នុងប្រទេសខ្មែរយើងនឹងដែលគេចង់ចាប់ពួកតកូលហ៊ុនចង់ធ្វើអីនេះទៅដល់ពេលថៃវាយកលេសកលសម័យអាវាយព្រះវិហារភាសាហ្នឹងអាហ្នឹងគឺគេចង់យកដីយើងចង់វាយទេតែដោយសារយើងនឹងបានប្តឹងទៅតឡាការអន្តរជាតិហ្នឹងទៅបានវាឈប់ទៅបើសិនតែយើងមិនប្តឹងទៅហ្នឹងក៏ខាងអី UNESCO បងហ្នឹងហើយគេទៅជួយដោះស្រាយអីទៅយើងបានឈ្នះទៅរឿងព្រះវិហារហ្នឹងបើយើងមិនប្តឹងក៏វាអាចទូសង្គ្រាមទៅអញ្ចឹងគេយកមិនគេចង់បានតែព្រះវិហារទេគេចង់យកទៅប្រទេសខ្មែរដូចខ្ញុំលើកឡើងម្ដងទៀតហ្នឹងគេចង់ពុះដីប្រទេសកម្ពុជានឹងចែកគ្នាជាមួយចោសៀមចោយួននេះវាចង់ពុះចែកគ្នាយូរណាស់ហើយអញ្ចឹងហើយតែវាដែលមានឱកាសវាយកលេសថាប្រក្រាបពួកបោកប្រាស់តាមអនឡាញហ្នឹងវាបានវាយប្រហារយើងដូចវាបានយកទឹកដីយើងចិត្តចូល70ជាងទីតាំងវាថាវាមិនបានចង់ព្រៀបទឹកដីយើងទេវាទៅប្រក្រាបពួក scammer ពួកបោកប្រាស់ទេហ្នឹងវាថាវាជួយអន្តរជាតិជួយអាមេរិកទេណាមុនFBI មុននឹងចោះទៅខ្មែរហ្នឹងគេបានទៅជួបខាងចោសៀមដែរមិនដឹងតែគេនិយាយញុះញង់និយាយស្អីខ្លះទេយើងអានឹងយើងអត់ច្បាស់ទេតែការពេលទៅចោសៀមវាព្យាយាមណាវាព្យាយាមបំភ្លៃថាយើងនឹងរស់នៅលើទឹកដីវាទៅវាប្រក្រាបនឹងប្រក្រាបពួក scammer ទេដែលទៅប្រព្រឹត្តធ្វើស្អីនៅលើទឹកដីវាអីហ្នឹងដូចនានាយើងឃើញកន្លងមកវាប្រកែកយល់ណាពួកចោសៀមនេះវាមិនថាពូជចោវានៅតែអញ្ចឹងឯងអញ្ចឹងតែមេដឹកនាំយើងឃើញកន្លងមកនេះមិនដឹងតែមានពាក់ព័ន្ធអីនឹងជាមួយចោហ្នឹងបានយើងដូចតែខាងដូចយើងឃើញខាង23រដ្ឋាភិបាល$23អីនឹងដែលបង្កើតថ្មីនឹងបានទៅដាក់ពាក្យបណ្ដឹងខាងអី IRCC អីនឹងឲ្យគេជួយដោះស្រាយអីខាងរដ្ឋាភិបាលយើងខាងហ៊ុនសែនព្យាយាមរៀបរៀងទៅអញ្ចេះអញ្ចោះគ្រប់បែបយ៉ាងមិនថាគេឲ្យកូនចៅគេចេញមករៀបរៀងគេថាបើខាងនឹងគេទទួលពាក្យបណ្ដឹងពីខាង$23អីដូចផែនវណ្ណៈនឹងគេសិតតែដើរស្រាតឲ្យមើលស្អីណាគេគេរៀបរៀងគេចេញមកមានគ្រប់វិធីសាស្ត្រគេចេញមកវាយប្រហារយើងតែពេលនេះគេបានទទួលពាក្យយើងគេបានណាត់ជួបខាងថ្នាក់ដឹកនាំដូចជាលោកអ៊ុំសំអានដូចអីគាត់គេបានណាត់គាត់ទៅជួបចិត្តនឹងទៅជួបក្នុងសប្តាហ៍នេះហ្នឹងហើយខ្ញុំក៏បាននេះច្បាស់ដែរអញ្ចឹងប្រហែលជាគេនឹងអាចទៅជួបឆាប់អញ្ចឹងខ្ញុំហ្នឹងហើយក្នុងនាមយើងជាខ្មែរយើងបានយើងឃើញខាង$23ខាងថ្នាក់ដឹកនាំ$23គាត់បានធ្វើបានជោគជ័យគេបានណាត់ជួបគាត់ខាង FBI ខាងអន្តរជាតិនឹងបាននេះខ្ញុំក៏ជោគជ័យហើយខ្ញុំឃើញពេលនេះក៏ឃើញ FBI ចុះទៅខ្មែរទៅយើងដូចជាមានសង្ឃឹមមានទឹកបិទលៀបហើយទឹកបិទលៀបតែយើងពីដើមមកដូចមិនសូវមានសង្ឃឹមតែពេលនេះខាងអន្តរជាតិគេឈឺឆ្អាលហើយខាងនេះគេក៏ទទួលពាក្យបណ្ដឹងយើងគេបានណាត់ជួបយើងអញ្ចឹងយើងពិតជាមានការត្រេកអរខ្លាំងបាទក្នុងនាមយើងជាខ្មែរអញ្ចឹងហើយបានថាយើងចង់អំពាវនាវដល់កូនខ្មែរយើងបើខ្មែរយើងមិនខ្លាំងដូចប្រធានបទយើងអញ្ចឹងបើកូនខ្មែរមិនខ្លាំងគឺគ្មានអ្នកណាគេមកជួយយើងឲ្យប្រកបទេអញ្ចឹងហើយបើយើងឈ្មោះយើងខ្លាំងបាទយើងព្យាយាមដោយយើងពិតជាមានគ្រប់វិរៈភាពលោកប្រធានសំស៊ីនឹងថ្នាក់ដឹកនាំតែគាត់ឈ្មោះខ្លាំងណាស់គាត់មិនថាអន្តរជាតិណាទេគាត់មុខក្រាស់ស្អីគេមើងងាយគាត់គ្រប់បែបយ៉ាងគាត់ឈ្មោះឲ្យតែគេអាចជួយបានគេជួយដឹងឮគាត់ទៅហើយខាងអន្តរជាតិនេះគឺការទូទៅគាត់បានគ្រប់ថ្នាក់ដឹកនាំគ្រប់ចិត្តថ្នាក់គាត់តែទៅនិយាយពីរឿងទុកលំបាកប្រជាពលរដ្ឋខ្មែរពីរឿងទឹកដីអីទៅប្រទេសដើរឃើញពួកគាត់ដើរគ្រប់ប្រទេសបាទអញ្ចឹងយើងពិតជាក្នុងនាមយើងឈាមជួជាខ្មែរទោះបីយើងពីដើមមកក៏យើងមិនអ្នកទៅប្រឆាំងមិនអ្នកគ្រប់គ្រងគាត់ដែរតែយើងឃើញវីរៈភាពរបស់ពួកគាត់មានចិត្តឈ្មោះខ្លាំងណាស់ទោះបីគេមើលងាយគេមើលថោកគ្រប់បែបយ៉ាងឲ្យតែគេគាត់ទៅតាណានឹងតែគេចោទដែរថាគាត់ទៅរៃជិះលុយរៃជិះអីនឹងបាទបើគាត់រៃជិះលុយមែនប៉ុន្តែគាត់មានបានហើយពួកគាត់នោះហើយដោយលោកប្រធានអញ្ចឹងគាត់លះបង់ដូចលោកហ៊ុនសែនរៀបអូសយកដីផ្ទះគាត់ទីស្នាក់ការនៅកណ្ដាលនៅខាងភ្នំពេញហ្នឹងបើគាត់ចេះតែត្រីអាលនឹងទ្រព្យសម្បត្តិប៉ុន្តែគាត់រੂរឿងអីវិញ្ញាញ៉ៃហើយគាត់ថាដូចលោកប្រធានដូចគាត់ធ្លាប់និយាយអញ្ចឹងគាត់ថានេះជាទ្រព្យក្រៅខ្លួននេះហើយលោកហ៊ុនសែនយកទៅមិនខុសទេសំខាន់ឲ្យតែប្រជាពលរដ្ឋនៅជឿជាក់គាត់នៅគ្រប់គ្រងគាត់នៅចេះឈឺឆ្អាលរឿងសង្គមជាតិគាត់តស៊ូសប្ងៃចង់ឲ្យប្រជាពលរដ្ឋនឹងចេះឈឺឆ្អាលរឿងសង្គមជាតិចេះឲ្យតម្លៃជាតិសាសន៍ខ្លួនឯងចេះដឹងថាមេដឹកនាំណាដឹកនាំដើម្បីប្រទេសជាតិឲ្យពិតប្រាកដបានដូចនគរហ៊ុនសប្ងៃគេយើងដឹងហើយយួនក៏យកទៅថៃក៏យកទៅហើយបើយើងនៅតែបង្ងើយកតែតិចទៀតបងប្អូននឹងអស់ដីនៅហើយបាទលេងមានកើតពីមុនថាកម្ពុជាក្រោមវាបាត់ទៅហើយបើកម្ពុជាកណ្ដាលអស់ទៀតដឹងទៅជាស្អីទីអញ្ចឹងបើបងប្អូនមិន
រឹងពឹងទេគឺច្បាស់ជាបាត់បង់ហើយបាទនឹង បាទអរគុណផងបាទឥឡូវចូលបានយកបល់ពីនេះម្ដងនួនតែតែសិក្សាពីច្បាប់ហើយតែតែមានសង្ឃឹមលើច្បាប់ខ្លាំងមែនទែនចុះឥឡូវយើងព្រោះនួនចង់បានតំណាងអន្តរជាតិមានចុះមកស្រុកខ្មែរអីជាដើមហ្នឹងឲ្យមានដូចជាមានអ្នកការទូតអីប្រចាំអញ្ចឹងចេញចុះដែលមកដោះស្រាយឬក៏មកចូលរួមពាក់ព័ន្ធនឹងនយោបាយខ្មែរអីជាដើមហ្នឹងតើបងប្អូនឃើញនៅពេលនេះដែលមានវត្តមាន FBI ចូលមកយ៉ាងធំយ៉ាងហើយនេះជាវិធាន FBI ហ្មងបាទហើយនឹងអ្នកការទូតដែលសម្រាប់ចំហដ៏ធំដុំដើម្បីបំបត្តិ scam អីជាដើមហ្នឹងហើយនឹងតំណាងអន្តរជាតិចុះមកហ្នឹងតើក្នុងចិត្តបងប្អូនមានការរំភើបខ្លះទេហើយតើបងប្អូនអាចមានសង្ឃឹមនៅក្នុងផលវិជ្ជមានណាមួយដែរទេបងប្អូនមើលឃើញទៅយ៉ាងម៉េចដែរបាទជួយបង្ហាញនៅទឹកចិត្តបន្តិចដើម្បីឲ្យបងប្អូនយើងសប្បាយចិត្តឬក៏យល់ដឹងកាន់តែបានស៊ីជម្រៅបាទសូមជឿចាខ្ញុំសប្បាយចិត្តចាពេលដែលឃើញខាងអន្តរជាតិចាគាត់ចុះមកចាសតតិធានចាដែលគាត់បានសន្យាថានឹងបង្ក្រាបបោកសម្អាត scammer ចាប្រកបណាស់បើសិនជាអន្តរជាតិអត់មកចុះបង្ក្រាបទេចា scammer សម្រាប់ scammer នៅកម្ពុជាគឺមិនមែនបំផ្លាញតែកម្ពុជាទេគឺបំផ្លាញពិភពលោកតែម្ដងគឺពលរដ្ឋចាគ្រប់ប្រទេសនឹងអាចរងគ្រោះចាអញ្ចឹងវាជារឿងមួយដែលចាំបាច់ដែលត្រូវពួកគាត់ចុះមកចាអញ្ចឹងជាទី1គឺជាកាតព្វកិច្ចរបស់គាត់ផងទី2ចាគឺយើងក៏ប្រកបណាស់នឹងសប្បាយចិត្តហើយនឹងគ្រប់គ្រងចាក្នុងនាមយើងជាពលរដ្ឋដែលស្រឡាញ់ជាតិស្រឡាញ់ប្រទេសគឺយើងត្រូវតែសហការឲ្យពេញទំហឹងចាហើយខ្ញុំសង្ឃឹមថានឹងគេហៅពន្លឺនៃសន្តិភាពសម្រាប់កម្ពុជាចានឹងខិតមកដល់ហើយចាអញ្ចឹងបងប្អូនចាយើងត្រូវតែសប្បាយរីករាយយើងត្រូវតែចូលរួមចាឲ្យផុសផុលក្នុងការស្នើទៅអន្តរជាតិចាចាដូចខាង SBI ដែលគាត់មានកាតព្វកិច្ចខាងចាបោះសម្អាតគេហៅរឿងអក្រិតកម្មរឿងឆបោកហ្នឹងចាអញ្ចឹងជាឱកាសរបស់យើងចាដែលជាខ្មែរយើងត្រូវតែប្រើសិទ្ធិរបស់យើងឲ្យច្បាស់ចាហើយយើងកុំគិតថាយើងជាពលរដ្ឋយើងអត់មានសិទ្ធិយើងអត់មានកាតព្វកិច្ចទល់តែថ្នាក់ដឹកនាំចាតតែក្រមបពួកអីបងប្អូនគឺយើងប្រកាសណាស់ក្នុងម្នាក់ឡើងទៅគឺប្រកាសជាមានសិទ្ធិចាទៅអញ្ចឹងហើយបានខ្ញុំឲ្យបងប្អូនអានច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កម្ពុជាជាតិហ្នឹងគឺយើងប្រកាសចានោះហើយសូមទូលនោះក្នុងកាត់ភាសានោះនេះមើលត្រង់ចំណុចនេះខ្ញុំចង់ឃើញភាពជាក់ស្ដែងនឹងទម្រង់ជាក់ស្ដែងតែម្ដងថាតើនៅពេលដែលយើងបានឃើញហើយថាលោកបានខាងដែលព័ត៌មានដែលព័ត៌មានមួយបានផ្សាយសភានៅ Columbus ដែលបានសភាទៅលើដែលលោករដ្ឋមន្ត្រីលោកម៉ាណែតហ្នឹងដែលសាកសួរអីជាដើមហ្នឹងហើយតមកហ្នឹងតើបងអូនគិតថាតើដែលតាំងពីហ៊ុនម៉ាណែតបានដែលមានធ្វើបទសភាជាមួយនឹងខាងផ្នែកសារព័ត៌មានហ្នឹងហើយនឹងការទៀមទីរបស់ FBI ចង់បានទាំងអស់ហ្នឹងតើបងអូនគិតថាវាអាចដែលមានតើវាអាចមានចំណុចស៊ីជម្រៅប៉ុណ្ណាដែរតើវាអាចមានបើសិនណាសេពូដែលអ្នកទាំងអស់នោះសិតតែអ្នកពាក់ព័ន្ធជាមួយលោកហ៊ុនសែនអ្នកសិតតែអ្នកមានអ្នក scammer មានធំសិតតែពាក់ព័ន្ធទាំងអស់ដូចជាលោកហុងអានលោកអីគេនឹងទាំងអស់គ្នានឹងបាទតែបាទតែ5 6អ្នក7អ្នកហ្នឹងបាទមានឈ្មោះហែហ្នឹងតែបងប្អូនគ្នាដឹងហើយខ្ញុំមិនដឹងថាតើគេអាចធ្វើរួចតែទេតើ FBI នឹងឯងមានអត្តពលលើពុននឹងទេឬយ៉ាងម៉េចតើដែលបងអាចមានសុខភាពនិយមថានឹងអាចទទួលជោគជ័យទេឬក៏វាអាចបែបណាដែរដែលវាប៉ះពាល់បែបណាឬក៏វាអាចធ្វើឲ្យខ្មែរនឹងមានចំណុចដើរប្រសើរឡើងដែរឬទេឬក៏រឿងនេះគឺដែលឬមួយក៏មានការគិតថាវាជាចំណុចនឹងអាចបោកបញ្ឆោតឲ្យហ៊ុនសែនគាត់ថាជាបង្វែរដានជាព្រឹត្តិការណ៍ធ្វើឲ្យយើងនឹងអស់គាត់តែទៅទេតែវាគ្មានបានកើតទេឬយ៉ាងម៉េចដែរបងប្អូនសូមជួយបន្ថែមចំណុចបាទចារឿងនេះវាជារឿងគេហៅថាប៉ះពាល់ដល់ពិភពលោកចាអញ្ចឹងខ្ញុំសង្ឃឹមថាខ្ញុំជឿជាក់ថាខ្ញុំច្បាស់ថានឹងអាចនឹងរង្គោះរង្គើឲ្យចំពោះបុគ្គលដែលប្រព្រឹត្តចាខុសនឹងចាព្រោះថារឿងនេះមិនមែនបំផ្លាញតែកម្ពុជាទេចាអញ្ចឹងខាង SBI ចាប្រកាសណាស់នឹងអាចចាប់ខ្លួនអ្នកដែលធ្វើអ្នកដែលប្រព្រឹត្តខុសហ្នឹងដូចជាអីឈ្មោះលោកសុកអានសុកអានលោកហ៊ុនតូអីដែលជាសាច់ញាតិលោកជីឌីវិជាដែលជាសិតតែជាអ្នកចំណិតរបស់លោកហ៊ុនសែនចាប្រកាសណាស់គឺលោកហ៊ុនសែនមិនអាចនិងលោកហ៊ុនម៉ាណែតមិនអាចថាបិទបាំងបានណាអញ្ចឹងយើងត្រូវជឿថាការពិតគឺនៅតែការពិតគេថារឿងអ្វីក៏ដោយគឺมันអាចលាក់បាំងបានទេសម័យនេះចាហើយជាពិសេសថ្នាក់កម្ពុជារបស់អន្តរជាតិចាគឺគាត់មិនមែនគេហៅថាធ្វើលេងទេឬក៏គាត់មិនមែនមកដើម្បីអីពុកអលួយចាមានការសោកប៉ាន់ហើយគាត់ត្រឡប់ទៅវិញខ្ញុំជឿជាក់ថាប្រកាសណាស់គេនឹងបោះសម្អាតចាហើយខ្ញុំក៏សង្ឃឹមថាប្រទេសយើងនឹងអាចទទួលបានពន្លឺនៃសន្តិភាពពិតប្រាកដចាអញ្ចឹងបងប្អូនសង្ឃឹមទៅចាបងប្អូនតែខ្ញុំមិនឲ្យបងប្អូនសង្ឃឹមហើយរងចាំតែអន្តរជាតិ
ជួយយើងឯងគឺយើងត្រូវតែផុសផុលក្នុងការចូលរួមសហការយើងត្រូវតែផុសផុលក្នុងការសម្ដែងការគ្រប់គ្រងការថ្លែងអំណរគុណនិងការស្នើបន្ថែមចាអញ្ចឹងវាអាស្រ័យទៅលើយើងដែលជាពលរដ្ឋដែលជាម្ចាស់ប្រទេសត្រូវតែខ្លាំងត្រូវតែរឹងមាំចាតែយើងខ្លាំងក្នុងការដែលយើងប្រើច្បាប់យើងអត់ខ្លាំងក្នុងការដែលយើងនិយាយអ្វីដែលខុសពីច្បាប់ទេអញ្ចឹងបានជាខ្ញុំនៅតែរំលឹកបងប្អូនថាបងប្អូនត្រូវតែយល់ដឹងពីច្បាប់ឲ្យច្បាស់លាស់និងប្រវត្តិសាស្ត្រនិងយើងនឹងអាចចូលរួមធ្វើកិច្ចការសង្គមបានយ៉ាងល្អហើយមានភាពថ្លៃថ្នូរទៀតចាអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូននឹងចូលរួមចា អរគុណច្រើននឹងសូមកាត់ភាសាទាំងសិនហើយបែរមកឆន្ទភ័ណ្ឌសំណួរដដែលទេតើវិធានការរបស់ដែលស្ថានទូតអាមេរិកហើយនឹង FBI ហ្នឹងដែលចង់បានកម្ចាត់ដែលសិតតែមេស្កេមធំរបស់កិច្ចការរបស់ហ៊ុនសែនហ្នឹងតើអាចទៅរួចដែរទេបាទចង់បានមើលយោបល់បន្ថែមទៅមើលបាទឆន្ទភ័ណ្ឌ ខ្ញុំជឿថាអាមេរិកប្រទេសមហាអំណាចតែគេចង់ធ្វើអីហើយមានគេធ្វើលេងដូចពលហ៊ុននេះណាចូលតែល្អមើលបាទដូចពលហ៊ុនយើងឃើញកន្លងមកយើងបើចាប់បានចាប់ពួកអាពេលកពកពួកគ្នានេះធ្វើការស៊ីប្រាក់ខែទៅពួកអាប្រទេសទៅពួកអាម៉ាស៊ីនធំដូចស្អីអា agency ហ្នឹងអញ្ចឹងអាមេរិកគេអានេះមិនសិនណា agency នោះរត់អត់រួចទេអានេះវាទៅដល់ចិនហើយអញ្ចឹងបើសិនណា agency នោះវាតែអាមេរិកចាប់បានច្បាស់ជាគេសើរើដល់ក្បាលគូលហើយអញ្ចឹងហើយហ៊ុនសែនដឹងមុនដឹងតែគេទៅមុនសុខចិត្តបដោះទៅហើយដូចពួកហ៊ុនតូដូចលីយ៉ុងផាត់ដូចស្អីប្រហែលនេះអាម៉ាស៊ីនធំរបស់ខ្មែរដែលថាគេថ្កល់តូដូចខាងអាមេរិកគេបានស្នើឈ្មោះទៅណាបាទគេប្រកបអីប្រហែលអ្នកហ្នឹងខ្ញុំជឿជាក់ថាអត់រួចខ្លួនទេបាទគេហ៊ានចោះទៅប៉ុណ្្នឹងហើយគ្មានរួចខ្លួនទេចាំមើលទៅមិនមែនដូចលីរតនៈស្មៃយកទៅបាត់ជ្រៀងណានេះអត់មានឲ្យកពើស៊ីបានទេតែនេះកពើគេតាមយកទៅដល់មិត្តកពើទៀតតែនេះទៅប៉ុណ្្នឹងហើយគឺអត់រួចខ្លួនទេខ្ញុំជឿជាក់មិនធ្វើលេងដូចចាប់ពេលដឹកនាំនៅប្រទេសស្អីបាទថ្មីនេះបងនៅខាងយើងនេះដែរប្រទេសស្អីចាប់ទៅឃើញគេប្រហោះថ្មីចាប់ពេលដឹកនាំប្រជាការដែរនោះវេនេស៊ុយឡានឹងណានឹងថ្ងៃនេះបាទចាប់ខ្ញុំមិនធ្វើលេងតែគេថាចាប់ហើយមែនហើយទៅតកូលហ៊ុនដូចហ៊ុនម៉ាណែតដូចហ៊ុនសែននេះក៏គាត់ដឹងច្បាស់ណាអញ្ចឹងគាត់រោបដោះមិនដូចទេហើយខ្ញុំឃើញគេសភាលោកហ៊ុនម៉ាណែតទឹកមុខមិនដូចដែលគាត់និយាយជាមួយគុណចៅគាត់ទេទឹកមុខខ្លីគេខ្លាំងគេខ្លាំងហើយជាយាមនិយាយដោះសារដូចខ្ញុំឃើញគ្នាយើងបកប្រែខ្លះដែរថាគេសួរថាពួកមេក្បាលម៉ាស៊ីនធំដែលបោកប្រាស់នឹងមានពាក្យប៉ុនអីជាមួយថ្នាក់ដឹកនាំអីពូលអីអត់លោកហ៊ុនម៉ាណែតថាគេបានចាប់អស់ហើយពួកកាយ1កាយ2អីណាចាប់ពួកអាហ្នឹងគេចាប់មានចាត់អាពួកដែលវានៅក្រោមទេពួកដែលគ្នាបន្តិចតួចទេតែអាមេកពូលធំគឺអីដូចលោកស្អីអីទ្រីភាពអីដូចហ៊ុនតូស្អីហ្នឹងអាហ្នឹងសិតតែដោយការតាមចាប់ដោយហ៊ុនតូនោះដើម្បីដល់អូស្ត្រាលីរឿងស្អីច្រើនណាបាទគេតាមក្រាបបានដែរអញ្ចឹងហើយខ្ញុំជឿជាក់ថាហ៊ុនសែនហ៊ុនតូកំពុង20ហើយក្នុងឱកាសនេះដែរសូមប្រែផ្ដាំទៅបងប្អូនប្រជាពលរដ្ឋយើងផងបាទយើងគួរតែផុសផុលទាំងអស់គ្នាបាទព្រោះគេចុះទៅប៉ុណ្្នឹងហើយមិនមែនគេលេងសើចទេអញ្ចឹងហើយយើងគួរតែរឹងគួរតែរួមគ្នាបាទដើម្បីអញ្ចឹងដែលចន្ទភ័ណ្ឌតើដែលនៅពេលគេចុះមានវត្តមាននៅកម្ពុជាយើងនឹងមានទាំងតំណាងអន្តរជាតិមានទាំងដែលប្រធាន FBI ជាដើមហ្នឹងតើដែលក៏គួរឲ្យខ្មែរធ្វើយ៉ាងម៉េចដែរបាទនឹងតែគឺដល់សំខាន់ណាដែលឲ្យគាត់ធ្វើបានតែចង់ឲ្យគាត់ធ្វើយ៉ាងម៉េចបាទតែចង់ឲ្យពួកខ្មែរធ្វើយ៉ាងម៉េចចំពោះដែលមានយើងចង់ឲ្យខ្មែរជួយឲ្យបានចូលរួមហ្នឹងតើឲ្យចូលរួមរបៀបណាវិធីណាបាទហ្នឹងហើយយើងឃើញបើគេតាមចាប់ពួកហ៊ុនតូអីបើយើងដឹងពលមានជួយផ្សព្វផ្សាយជួយនេះទៅបើសិនថាខាង FBI ខាងអីបោះលេខទូរស័ព្ទអុយសម្រាប់ឲ្យប្រជាពលរដ្ឋយើងតាក់ទងទៀតក៏ល្អណាស់ហើយមួយទៀតបើយើងគួរតែរួមគ្នាផុសផុលដោយរឿងទឹកដីរឿងប្រទេសជាតិនេះកុំឲ្យទៅខ្លាចគេចាប់ទៀតបាទយើងពេលនេះបើគេចាប់ក៏ល្អមើលដែរដែលគេនៅក្នុងនឹងឲ្យគេជួយឆ្អាតអស់គ្នាហើយឮថាខាងស្អី UN ក៏គេពីមុនថៃហីខាងស្អីគេនាទីការស្អីគេក្នុងខាង UN ហ្នឹងឃើញគេដូរជាជនជាតិថៃមកខាងអាមេរិកខាងអីវិញហើយឥឡូវនេះគេកំពុងចូលឈឺឆ្អាលរឿងយើងច្រើនណាអញ្ចឹងហើយសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងបានគួរតែក្រោកឡើងទាំងអស់គ្នាក៏មួយគេគម្រាមបានគេសម្លុតបានចេះតែខ្លាចគេតទៅទៀតបាទយើងគួរតែចូលរួមឈឺឆ្អាលយើងឃើញអ្វីខុសយើងគួរតែនិយាយបាទគួរតែផ្សព្វផ្សាយគួរតែថតផុសឲ្យបានគ្រប់គ្នាបាទកុំឲ្យនៅស្ងៀមបន្តទៀតបើយើងនៅតែស្ងៀមបើយើងនៅតែនេះគេអត់ដឹងថាយើងនឹងកំពុងមានទុកលំបាកអីទេបាទជាពិសេសរឿងដីធ្លីរឿងបោកប្រាស់ហើយនានាហ្នឹងរឿងដីធ្លីយើងឃើញកន្លងមកនេះអ្នកមេដឹកនាំធំទៅក៏ប្លន់ដីបងប្អូនប្រជាពលរដ្ឋខ្មែរទៅហើយនេះប្រហែលថ្ងៃនេះកំពុងផ្ទុះនៅខាងកំពង់ធំបាទនៅខាងកំពង់ធំពួកលោកធំនឹងទៅឈូសឆាយដីបងប្អូនប្រជាពលរដ្ឋដែរតែគាត់
ប្រមូលផលរឿងធ្វើស្រែធ្វើចការនឹងបិទបាំងបិទឈូសបិទរបងបិទអីយោផងគាត់នានានឹងបានអញ្ចឹងយើងគួរតែក្រោកឡើងទាំងអស់គ្នានឹងបង្ហោះផ្សព្វផ្សាយឲ្យខាង FBI ខាងអីឲ្យគេបានដឹងឮថាយើងកំពុងមានទុកលំបាកយ៉ាងណាចូលសៀមចូលយួនក៏ធ្វើទុកលំបាកប្លន់ទឹកដីប្លន់ផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋចូលកូនចៅហ៊ុនសែនក៏ប្លន់បាទបើយើងនៅតែសង្ងំនៅស្ងៀមទៀតគឺវេទនាណាស់ដោយបងប្អូនយើងនៅសៀមរាបអញ្ចឹងបងប្អូនប្រជាពលរដ្ឋយើងរស់នៅសៀមរាបអង្គលរឿងដេញគាត់ឲ្យទៅនៅខាងទួលតាឯកភាសានឹងរាប់ពាន់រាប់ម៉ឺនគ្រួសារអីហ្នឹងក៏ស្រុតរៀមគាត់អីទៅឲ្យគាត់រស់នៅយ៉ាងវេទនាហើយបោកប្រាស់គាត់ថាសិតទៅនឹងបង្កើតទីក្រុងធ្វើស្អីនៅនឹងឲ្យមានការអភិវឌ្ឍឥឡូវសប្តាហ៍នេះមកដល់ពេលនេះតពីថ្ងៃនឹងមកដល់ពេលនេះគឺពួកគាត់វេទនាណាស់ពេលភ្លៀងមកម្ដងគឺលិចលែងរស់នៅរបស់គាត់គ្រប់ទិសទីហើយសប្តាហ៍ថ្ងៃនេះតែផ្ទះគាត់នៅដែលគាត់មិនដេញគេដេញទៅគាត់មិនទៅនៅបរិវេណអង្គរនោះនៅចិត្តអង្គរនោះក៏គាត់រស់នៅតាំងពីគេដូនតាគាត់ពីណាពីណីមកហ្នឹងប្រទេសទូស្លីកំពុងភ្លៀងមកហ្នឹងគ្នាទៅជួសជុលទ្រូស្លីនោះក៏មិនអោយគាត់ជួសជុលបាទទៅហាមគាត់គ្នាធ្វើតូបធ្វើអីមុខផ្ទះសម្រាប់លក់អវ៉ាន់ដើម្បីចិញ្ចឹមជីវិតកុំអោយគ្នាធ្វើបាទដឹងរដ្ឋាភិបាលសពថ្ងៃនៅគូផ្អាវាធ្វើមកវិស័យបាទអត់យល់ប្រជាពលរដ្ឋរំបាក់គ្នាចង់គ្នាចង់ធ្វើរោងលក់ដូរមុខផ្ទះកុំអោយធ្វើគ្នាជួសជុលដែលភ្លៀងលិចផ្ទះកុំអោយធ្វើវាគិតអីក្នុងខ្លួនបាទហ្នឹងហើយសូមឲ្យបងប្អូនប្រជាពលរដ្ឋយើងផុសផុលផ្សព្វផ្សាយទាំងអស់គ្នាអ្នកដែលមិនទាន់រងគ្រោះហើយអ្នកដែលរងគ្រោះអីកុំខ្លាចយើងបោះថតបោះអ្នកមិនទាន់រងគ្រោះដែលឃើញគ្នាកំពុងរងគ្រោះគួរតែជួយថតបោះជួយតវ៉ាទាំងអស់គ្នាចូលរួមទាំងអស់គ្នាបាទពេលនេះរងគ្រោះតែគាត់អ្នករងគ្រោះតែគួរមានថ្ងៃដល់បងប្អូនទេបងប្អូននៅតែសង្ងំឈាមបាទសូមចូលរួមទាំងអស់គ្នាបាទនឹងសូមមានប៉ុណ្្នឹងសូមអរគុណបងអរគុណច្រើននួនតើយោងទៅតាមអតិពលរបស់ដែលខាងផ្នែក